ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើឆាគ្នាញ៉ាំជាអាហារពេលល្ងាចជាដំបូងដាក់ខ្ទឹមបំពងសិនខ្ទឹមបំពងឈ្ងុយហើយដាក់គ្នាឆាឲ្យឆ្អិនសិនឆាគ្នាឆ្អិនហើយខ្ញុំទូដាក់ចានហើយទុកវាបន្លែខ្ញុំក៏ចាក់ប្រេងឆាហើយដាក់ខ្ទឹមបំពងម្ដងទៀតខ្ទឹមបំពងឈ្ងុយហើយក៏ដាក់ស្ករត្នោតចូលហើយក៏ដាក់ប្រេងសងចូលដាក់ទឹកត្រីទឹកស៊ីអ៊ីវខាប់និងដាក់ម្សៅស៊ុបខ្នុរកូរវាទៅបន្ទាប់មកដាក់សាច់ចូលកូរវាឲ្យសព្វហើយយកគម្របមកគ្របទុកសិនប្រហែលជា2-3នាទីសាច់ឆ្អិនហើយបើគម្របមកវិញហើយដាក់ខ្ញីដែលឆាឆ្អិនមិញហ្នឹងចូលដោយសារខ្ញីឆ្អិនស្រេចហើយដល់គ្រាន់តែកូរឲ្យសព្វ2នាទីញ៉ាំបានអញ្ចឹងខ្ញុំដួសវាដាក់ចានយកទៅញ៉ាំគាត់នៅហិតក្លិនក៏ដឹងថាស្នាដៃខ្ញុំឆ្ងាញ់ណាស់បន្ទាប់មកខ្ញុំទៅតែកូរបាយខ្ញុំឲ្យស្អាតបើឆាខ្ញីឈ្ងុយឆ្ងាញ់អញ្ចឹងបាយក៏ត្រូវតែស្អាតដែរឆ្ងាញ់ណាស់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូខ្ញុំតាំងពីដើមដល់ចប់សូមអរគុណ